សួស្តីប្រិយមិត្តដែលចូលចិត្តស្ដាប់ podcast ទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើ podcast មួយដែលនិយាយអំពីដំណើរជីវិតរបស់យើងសំណួរដែលខ្ញុំចង់សួរទៅកាន់អ្នកទាំងអស់គ្នានោះគឺថាតើពេលនេះអ្នកមានទីពឹងសម្រាប់ជីវិតអ្នកហើយឬនៅបើនៅទេចូលស្វែងរកទីពឹងព្រោះមនុស្សម្នាក់ត្រូវរស់ដោយមានការពឹងពាក់គ្នាទៅវិញទៅមកដូចជាទីពឹងរបស់យើងគឺដូចនេះទីពឹងរបស់យើងគឺ1យើងត្រូវពឹងខ្លួនឯងឲ្យបាន 50% ទៅ 60% ទាំងដែលយើងត្រូវមានចំណេះដឹងក៏ដូចជាចំណេះជំនាញក្នុងការធ្វើអ្វីមួយបន្តមកទៀតយើងត្រូវស្វែងរកជំនួយដើម្បីឲ្យគេជួយយើងក្នុងកិច្ចការងាររបស់យើងទី2យើងត្រូវពឹងឪពុកម្ដាយរបស់យើងពីព្រោះថាឪពុកម្ដាយរបស់យើងគាត់ធ្លាប់បានឆ្លងកាត់នៅបទពិសោធន៍ជីវិតមុនយើងហើយយើងក៏ត្រូវពឹងគាត់ដែរពីព្រោះថាពួកគាត់គឺមានធនធាននិងទ្រព្យសម្បត្តិមួយចំនួនដែលអាចជួយយើងឲ្យសម្រេចបាននៅគោលដៅដែលយើងចង់បានចំណុចទី3យើងត្រូវពឹងពាក់បងប្អូនប្រុសស្រីយើងគឺដើម្បីឲ្យពួកគាត់ជួយយើងជួយក្នុងកិច្ចការងាររបស់យើងដើម្បីឲ្យទទួលបាននូវភាពជោគជ័យក៏ដូចជាជួយនៅអ្វីដែលគាត់អាចជួយយើងបានអូខេទី4យើងត្រូវពឹងពាក់មិត្តភ័ក្តិល្អៗជាការពិតណាស់កាលដែលយើងទៅធ្វើការងារក៏ដូចជាការរៀនសូត្រក៏ដូចជាធ្វើការរស់នៅជាមួយនឹងក្នុងសង្គមយើងត្រូវតែមានការពឹងពាក់ទៅលើមិត្តភ័ក្តិនិងអ្នកជុំវិញខ្លួនរបស់យើងជានិច្ចដូច្នេះហើយយើងត្រូវពឹងពាក់ពួកគាត់ដើម្បីទទួលបាននូវភាពជោគជ័យក៏ដូចជាទទួលបាននូវកិច្ចការងារអ្វីមួយដែលយើងចង់ធ្វើក៏ដូចជាកិច្ចការងារដែលយើងចង់បានផលប្រយោជន៍ពីកិច្ចការងារនោះទី5អូខេចំណុចទី5គឺយើងត្រូវពឹងពាក់លើប្តីប្រពន្ធប្រសិនបើយើងរស់នៅម្នាក់ឯងវាមិនអ្វីទេប៉ុន្តែអ្វីដែលជាបញ្ហានៅពេលដែលយើងរស់នៅម្នាក់ឯងពេលដែលអត់ពីសាច់ញាតិបងប្អូនហើយនឹងឪពុកម្ដាយទៅគឺយើងត្រូវតែរស់នៅម្នាក់ឯងឬក៏រស់នៅជាមួយនឹងប្តីប្រពន្ធពីព្រោះថាប្តីប្រពន្ធគឺជាទីពឹងទី2បន្ទាប់ពីសាច់ញាតិបងប្អូនក៏ដូចជាក្រុមគ្រួសារទៅដូច្នេះយើងត្រូវតែមានប្តីឬក៏ប្រពន្ធជាអ្នកជួយជ្រោមជ្រែងពីក្រោយដើម្បីទទួលបាននូវភាពជោគជ័យក្នុងជីវិតរបស់យើងទី6ត្រូវពឹងលើក្រុមការងារនិងមេជាធម្មតាទេនៅពេលដែលយើងចូលធ្វើការងារក្នុងស្ថាប័នណាមួយក៏ដូចជាក្នុងក្រុមហ៊ុនណាមួយយើងត្រូវតែសហការជាមួយនឹងក្រុមការងារដើម្បីទទួលបាននូវផលិតផលល្អនិងសុំយោបល់ល្អៗពីមេឬក៏ថ្នាក់ដឹកនាំដែលគាត់ធ្លាប់មានបទពិសោធន៍យូរឆ្នាំមកហើយដូច្នេះយើងត្រូវតែពឹងពួកគាត់ដើម្បីទទួលបាននូវលទ្ធផលក៏ដូចជាស្នាដៃដល់ក្រុមហ៊ុនដែលយើងកំពុងបម្រើការងារនោះដូច្នេះយើងត្រូវរកទីពឹងរស់ដំណើរជីវិតរបស់យើងត្រូវការទីពឹងដើម្បីរស់នៅឲ្យមានក្តីសុខជាមួយនឹងដៃគូជីវិតរបស់យើងទៅអនាគតជាដើមជាចុងក្រោយសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះក៏ដូចជា